អូនមានទូនីតិជាប្រពន្ធរបស់បងហើយបងណាមានទូនីតិរកលុយដើម្បីចិញ្ចឹមគូសាំងមួយហ្នឹងអាហ្នឹងក្រៃវាអញ្ចឹងហីប្តីមានទូនីតិរកលុយដើម្បីចិញ្ចឹមគ្រួសារពិតមែនប៉ុន្តែប្រពន្ធក៏ត្រូវមានទូនីតិចេះទុកដាក់ទ្រព្យដែលប្តីរកមកបានដូចគ្នាអេថ្ងៃនេះបងចេញទៅធ្វើការលឿនមែនអត់ថែមបងអីហ៎ថ្ងៃនឹងអត់ទេអូនអូអញ្ចឹងយើងទៅញ៉ាំអីខាងក្រៅហ្មងព្រោះថ្ងៃហ្នឹងអូននឹងថាបងមកផ្ទះលឿនហ៎អញ្ចឹងអូនក៏កំងអាហារតាមមួយចំណែកញ៉ាំខ្លួនឯងអូនកំងអាហារគេហ្នឹងមកពេលអត់ដល់60000រៀលចាអេអានេះអាហារអូនកំងតាអូអូនកំងផាស្តាមួយភីសាមួយហើយភ្លើងមាន់2ហ៎ហើយគេថានឹងហ្វ្រីភេសជ្ជៈម្ដងទៀតតម្លៃឡើងធូរថ្លៃបងគាត់ថាថ្ងៃក្រោយពួកយើងគួរតែធ្វើម្ហូបខ្លួនឯងញ៉ាំវិញល្អជាងហេតុអីអូនចេញធ្វើការហើយត្រូវមកផ្ទះធ្វើម្ហូបទៀតអ្វីដែលសំខាន់ណាបងធ្វើការថែមបងសឹងរាល់ថ្ងៃគាត់មកដល់ផ្ទះហ្នឹងណាយកបាត់ហើយព្រោះអីដែលអូនធ្វើម្ហូបឲ្យបងញ៉ាំហ៎អូនគិតមើលពីអ្នកយើងទៅតែរៀបការជាមួយគ្នាហើយណាមួយយើងត្រូវមានកម្រោទិញផ្ទះទៀតត្រូវអត់បើសិនជាអូនណាកំងអាហារគេញ៉ាំរាល់ថ្ងៃបងគាត់ថាវាចំណាយច្រើនមែនតើហើយបើសិនជាអូនកំងអាហារតម្លៃល្មមអាហារធម្មតាអីបងអត់បញ្ហាអីទេប៉ុន្តែអូនកំងម្ដងមកពេលអស់តែ5-60000រៀលហើយមួយថ្ងៃអូនកំងដល់តែ3ពេលហើយថ្ងៃខ្លះត្រូវទិញកាហ្វេដោះគោតែដោះគោឲ្យញ៉ាំទៀតបាយនិយាយអញ្ចឹងមានន័យថាម៉េចពួកយើងណារៀបការជាមួយគ្នាមិនទៅបានមួយឆ្នាំផងគ្រាន់តែអូនចាស់លើបងប៉ុណ្ណឹងបាយស្ដាយមែនបងមិនមែនមានអីចឹងទេបងចង់និយាយថាចេះតាមស្ថានភាពពួកយើងឥឡូវអ្វីដែលអញសំចៃបានណាក៏សំចៃខ្លះទៅសំចៃអីក៏សំចៃម៉េះឥឡូវគ្រាន់តែអូនកំងអាហារញ៉ាំប៉ុណ្ណឹងបាយស្ដាយប៉ុណ្ណឹងអីចោះត្រឹមថ្ងៃមុខទៀតហ៎ហើយអូនរស់នៅមិនបងមិនមែនស្ដាយទេបងចង់មានន័យថាឥឡូវជាភាពពួកយើងស្ថិតក្នុងស្ថានភាពចាំបាច់អូនគិតមើលពួកយើងទៅធ្វើការមួយគ្នាក៏បីក៏ឆ្នាំហើយពួកយើងរងថ្ងៃធ្វើចំណាយច្រើនមែនតើហើយពួកយើងមានកម្រងទិញផ្ទះទៀតអញ្ចឹងបើតាមស្ថានភាពពួកយើងឥឡូវបើអញសំចៃបានណាក៏សំចៃខ្លះទៅនៅពេលដែលពួកយើងទិញផ្ទះហើយជីវភាពយើងរៀងធូរបន្តិចអូនចង់កំងអីក៏កំងទៅគឺបងចង់មានតែអញ្ចឹងប៉ុណ្ណឹងហើយបាយនៅនិយាយថាបងឯងស្ដាយលុយទៀតអូស្ដាប់បងឯងនិយាយចុះនិយាយឡើងណានិយាយតែពីរឿងស្ដាយលុយទេអត់អីទេយ៉ាងច្រើនណាស់ថ្ងៃក្រោយទៅអូនយកលុយខ្លួនឯងកំងអីញ៉ាំក៏បានដែរអូនមិនចាយលុយបងឯងទេមិនអូនអត់យកអញ្ចឹងអូនគឺជាប្រពន្ធរបស់បងអូនចាយលុយបងវាជាធម្មតាទេប៉ុន្តែពួកយើងណាទៅរៀបការជាមួយគ្នាឯងគ្រាន់តែអូនយកលុយបងកំងអីញ៉ាំប៉ុណ្ណឹងបងក៏ស្ដីអូនដែរបងមិនមែនស្ដីអូនទេគឺបងកំពុងភាសាជាមួយអូននៅចាំមកការពួកយើងរៀបការតើពួកយើងចំណាយអស់មែនការរួចហើយបាយនឹងកោះកកាយរឿងនឹងមកនិយាយទៀតបងមិនមែនកោះកកាយរឿងចាស់យកមកនិយាយទេប៉ុន្តែបងគ្រាន់តែលើកជាឧទាហរណ៍ប្រាប់អូនថាពួកយើងទើបតែចំណាយអស់ច្រើននៅលើពិធីមង្គលការរបស់ពួកយើងឥឡូវដូចចាប់ដើមសំឡើងថ្មីអញ្ចឹងយើងតែពីរនាក់នេះត្រូវចេះជួយសំចៃគ្នាដើម្បីអនាគតរបស់ពួកយើងបាននិយាយពីរឿងរៀបការនេះក្រែងជាកាតព្វកិច្ចខាងប្រុសឲ្យត្រូវចំណាយរឿងអីដែលត្រូវមកតម្លាក់បំផុសនិងទំនួលខុសត្រូវលើអូនធម្មតាឯងការវាអស់ច្រើនយ៉ាងហ្នឹងបើចង់អស់ច្រើនណាមានតែកំការអូនមិនអូននិយាយអញ្ចឹងបងគ្រាន់តែព្យាយាមលើកជាឧទាហរណ៍អូនយកថាហេតុអីបានជាយើងត្រូវសំចៃខ្លះបងការរស់នៅប្រចាំថ្ងៃរបស់ពួកយើងមិនមែនដោយសារតែការអញ្ចឹងសំលុយទិញផ្ទះសុំមកតែសិទ្ធក្នុងការកំងអញញ៉ាំក៏អត់មានដែរត្រូវអត់បិទមាត់បើកមាត់លើកសិទ្ធមកនិយាយនៅមុនពេលរៀបការអូនទៀមនេះទៀមនោះអូនថានេះគឺជាសិទ្ធិរបស់អូនខាងស្រីគឺបងព្រមឲ្យអូនទាំងអស់ហើយឥឡូវសំបីតែកំងអាហារញ៉ាំនេះក៏អូនថាជាសិទ្ធិអូនទៀតត្រូវវាជាសិទ្ធិរបស់អូនចង់ញ៉ាំពេលណាក៏បានកំងអីញ៉ាំក៏បានដែរប៉ុន្តែអូនមិនដែលគិតដល់សិទ្ធិរបស់បងអត់បងរងថ្ងៃខំប្រឹងធ្វើការនៅចង់ដេកខ្យល់ហើយត្រូវសំចៃដើម្បីក្រុមគ្រួសារយើងទៅថ្ងៃអនាគតទៀតនឹងមិនមែនសិទ្ធិបងត្រូវបងសំលុយវាជាសិទ្ធិរបស់បងប៉ុន្តែបងសំនឹងដើម្បីណាគេជីវិតគូគេជារបស់មនុស្សពីរនាក់ត្រូវអត់អញ្ចឹងវាត្រូវតែមនុស្សពីរនាក់នេះដែលធ្វើមកជួយថែរក្សាគ្នាអូនឯងផ្លាស់ប្ដូរជងនៃការគិតរបស់អូនតិចបានអត់អូនណាមានអីត្រូវគិតទៀតអូនមានទូនីតិជាប្រពន្ធរបស់បងហើយបងមានទូនីតិរកលុយដើម្បីចិញ្ចឹមគូសាំងមួយហ្នឹងអាហ្នឹងក្រៃវាអញ្ចឹងហីប្តីមានទូនីតិរកលុយដើម្បីចិញ្ចឹមគ្រួសារពិតមែនប៉ុន្តែប្រពន្ធក៏ត្រូវមានទូនីតិចេះទុកដាក់ទ្រព្យដែលប្តីរកមកបានដូចគ្នានេះបើអញចង់ថាអូនចេះទុកដាក់មែនគ្រាន់តែអូនយកលុយទៅកំងអាហារញ៉ាំប៉ុណ្្នឹងសោះបើអញនេះអូនអាចចេះទុកដាក់
បងមិនមែនមានន័យអញ្ចឹងទេប៉ុន្តែបងគ្រាន់តែចង់មានន័យថាតាមស្ថានភាពពួកយើងឥឡូវគឺយើងមិនស័ក្តិសមកំ អូ ង នអត់ស័ក្តិសម ត្រូវហើយពួកយើងអត់ស័ក្តិសមទេពួកយើងមិននៅជាមួយគ្នាទេទេតើខ្ញុំជាប្តីគំរិះឬក៏នាងចៃមិនចេះគិតមនុស្សពីរនាក់រស់នៅជាមួយគ្នាជាប្តីប្រពន្ធបើចង់មានបានគឺត្រូវចេះជួយគ្នាទាំងការរកចំណូលនិងការសន្សំសំចៃយើងមិនអាចបណ្ដោយឲ្យខ្លួនឯងចាយវាយតាមចំណូលចិត្តទាំងស្រុងនោះទេព្រោះស្ថានភាពជីវភាពគ្រួសារនីមួយៗគឺមិនដូចគ្នាបើចង់រស់នៅចោះចំណាំក្នុងសង្គមនេះនោះគឺទាមទារឲ្យគ្រួសារនីមួយៗពោលគឺប្តីប្រពន្ធត្រូវខិតខំរួមគ្នាប្តីខំរកប្រពន្ធចេះទុកដាក់ដោយសុភាសិតមួយបានពោលថាសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារប្រពន្ធ